ទោះបើកូនរែកឪពុកនៅស្មាស្ដាំម្ខាងនិងរែកម្ដាយនៅស្មាឆ្វេងម្ខាងទៀតហើយដើរមួយជុំនៃភពផែនដីទាំងមូលក៏កូនមិនអាចសងគុណឪពុកម្ដាយអស់ដែរអញ្ចឹងនៅក្នុងន័យនេះគឺមានន័យថាគុណរបស់ឪពុកម្ដាយមិនអាចសងអស់ទេយើងដឹងហើយថាចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនឹងមកដល់នៅកតិក្រោយហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកអត្ថន័យនៃពាក្យកតញ្ញូតាធម៌ចំពោះលោកឪពុកអ្នកម្ដាយកតញ្ញូតាធម៌ចំពោះលោកឪពុកអ្នកម្ដាយគឺជាពាក្យសំខាន់ណាស់នៅក្នុងវប្បធម៌ប្រពៃណីខ្មែរយើងមិនមែនត្រឹមតែការជូនលុយកាក់ឬអំណោយសម្រាប់ពួកគាត់តែប៉ុណ្ណោះទេប៉ុន្តែអ្វីដែលចាំបាច់ជាងនេះទៅទៀតនោះគឺបង្ហាញការគោរពផ្ដល់ក្តីស្រឡាញ់និងថែទាំពួកគាត់ជាពិសេសអញ្ចឹងអ្វីដែលកូនត្រូវធ្វើទី1គឺត្រូវស្ដាប់បង្គាប់និងគោរពឪពុកម្ដាយកូនត្រូវនិយាយជាមួយឪពុកម្ដាយដោយពាក្យទន់ភ្លន់ទោះពេលខ្លះគាត់ខឹងឬក៏គាត់មិនសប្បាយចិត្តឬគាត់ជ្រុលពាក្យជ្រុលសម្ដីដោយសារភាពហត់នឿយរបស់គាត់ប៉ុន្តែការឆ្លើយតបរបស់យើងមានន័យថាឆ្លើយតបដោយទន់ភ្លន់និងមានការបកស្រាយនិងនៅតែមានការគោរពចំពោះឪពុកម្ដាយហើយសំខាន់មួយទៀតនោះគឺស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយមានន័យថានៅពេលដែលឪពុកម្ដាយអប់រំឬក៏ស្ដីបដៅពេលខ្លះវាមិនដូចនឹងគំនិតរបស់យើងទេគាត់អាចនិយាយមកវាខុសពីការគិតខុសពីការយល់ឃើញរបស់យើងប៉ុន្តែយើងត្រូវតែស្ដាប់ដោយទន់ភ្លន់ស្ដាប់ដោយការទទួលយកពីព្រោះការដែលស្ដាប់គឺមានន័យថាជាការផ្ដល់ការគោរពនិងផ្ដល់តម្លៃឲ្យគាត់ទោះយើងស្ដាប់ហើយយើងយកទៅអនុវត្តនៅក្នុងជីវិតឬក៏យើងមិនយកទៅអនុវត្តប៉ុន្តែស្ដាប់ដោយការផ្ដល់តម្លៃជូនពួកគាត់ទី2ចាស់ជួយការងារផ្ទះនិងថែរក្សាទ្រព្យសម្បត្តិគ្រួសារនៅក្នុងគ្រួសារយើងឧស្សាហ៍ព្យាយាមជំនួសដៃជំនួសជើងឪពុកម្ដាយបានពួកគាត់ខិតខំប្រឹងប្រែងបីបាច់ថែរក្សាយើងហត់នឿយថែទាំយើងពីទូចអញ្ចឹងនៅពេលដែលយើងពេញវ័យឡើងឬក៏យើងអាចជំនួសដៃជំនួសជើងគាត់បានខ្លះដូចជាធ្វើកិច្ចការងារផ្ទះឬក៏ធ្វើម្ហូបឬក៏នៅពេលដែលឃើញឪពុកម្ដាយអស់កម្លាំងឬក៏ហត់នៅពេលដែលឪពុកម្ដាយត្អូញត្អែឬមានអារម្មណ៍ថាខឹងឬក៏មានបញ្ហាអីយើងអាចប្រាប់ទៅគាត់ថាអូពុកឬក៏ម៉ែឬក៏ប៉ាម៉ាក់អាចសម្រាប់ឲ្យកូនធ្វើជំនួសពេលខ្លះការងារទូចទេវាអត់សូវជាធំដុំប្រហែលនេះប៉ុន្តែវាជាការផ្ដល់កម្លាំងចិត្តបង្ហាញថាយើងបារម្ភនិងស្រឡាញ់គាត់អញ្ចឹងអាទង្វើតិចតួចហ្នឹងហើយគេហៅថាកតញ្ញូតាធម៌ចំពោះឪពុកម្ដាយណាមិនមែនចាំបាច់ថាអូជូនលុយកាក់គាត់ធំដុំឬឲ្យកាដូឬឲ្យរង្វាន់ឬក៏ធ្វើកម្មវិធីអីជូនគាត់ធំដុំអត់ទេអាការងារកប៉ិកកប៉ុកតិចតួចហ្នឹងគឺមានន័យថាអាចជាការគោរពនិងបង្ហាញក្តីស្រឡាញ់ទី3ការបង្ហាញសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តយើងទៅឪពុកម្ដាយគឺចាំបាច់បំផុតអត់មានលក្ខក្តីស្រឡាញ់ណាកូនសម័យមុនអាចប៉ុន្តែបើស្ដាប់វីដេអូខ្ញុំហើយកុំលាក់ក្តីស្រឡាញ់ចំពោះឪពុកម្ដាយអញ្ចឹងត្រូវនិយាយពាក្យថាស្រឡាញ់ទៅឪពុកម្ដាយបើយើងពេលខ្លះយើងនិយាយពាក្យថាអូកូនស្រឡាញ់ពុកកូនស្រឡាញ់ម៉ែកូនបារម្ភបើសិនជាយើងធ្វើល្អជាមួយឪពុកម្ដាយយើងស្រឡាញ់ឪពុកម្ដាយយើងគោរពឪពុកម្ដាយផ្ដល់តម្លៃឲ្យឪពុកម្ដាយចេះពោលពាក្យអរគុណសុំទោសចេះពោលពាក្យថាស្រឡាញ់អញ្ចឹងពេលកូនយើងឃើញគាត់ក៏ពោលពាក្យនឹងទៅកាន់ជីដូនឬជីតារបស់គាត់ដែរគាត់មើលគំរូយើងចេះនឹកគុណឪពុកម្ដាយគាត់ចេះនឹកគុណយើងដែរអញ្ចឹងយើងផ្ដល់សំណាងទៅដល់ឪពុកម្ដាយយើងដែលឪពុកម្ដាយយើងមានកូនល្អដូចយើងអញ្ចឹងសំណាងហ្នឹងវានឹងបានមកដល់យើងដែរកូនផ្ដល់សំណាងដល់យើងដែរទី4កូនដែលកតញ្ញូចំពោះឪពុកម្ដាយត្រូវខិតខំអភិវឌ្ឍខ្លួនឯងពីព្រោះអីនៅពេលដែលយើងប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យខ្លួនឯងខ្លាយទៅជាមនុស្សដែលមានតម្លៃមានសមត្ថភាពថ្កុំថ្កើងខ្ពង់ខ្ពស់គឺអ្នកដែលមានកិត្តិយសនិងមានមោទនភាពគឺលោកឪពុកម្ដាយរបស់យើងហើយមិនត្រឹមតែប៉ុណ្្នឹងទេវាជាការគោរពដឹងគុណចំពោះលោកគ្រូអ្នកគ្រូដែលគាត់ខំលះបង់ពេលវេលាខំប្រឹងប្រែងពេលខ្លះការងារគាត់បានប្រាក់ខែមែនប៉ុន្តែគ្រូគឺគាត់ព្យាយាមជួយបង្ហាត់បង្រៀនដោយចេញពីដួងចិត្តរបស់គាត់បានសិស្សចេះហើយនឹងកែប្រែអាកប្បកិរិយាបានអញ្ចឹងយើងបានគុំថ្កើងយើងមានជំនាញនិងចំណេះមានកេរ្តិ៍ឈ្មោះកិត្តិយសខ្ពង់ខ្ពស់គឺបានមកពីការលះបង់ដោយបេះដូងរបស់គ្រូដែលព្យាយាមបង្ហាត់បង្រៀនយើងអប់រំអាកប្បកិរិយាយើងអញ្ចឹងកតញ្ញូតាធម៌ចំពោះលោកគ្រូអ្នកគ្រូជាឪពុកជាម្ដាយទី2របស់យើងបន្ទាប់ពីលោកគ្រូអ្នកគ្រូគឺកតញ្ញូតាធម៌ចំពោះបុព្វបុរសជីដូនជីតានិងអ្នកដែលខំការពារកសាងប្រទេសជាតិដើម្បីអីដោយសារមានសាលារៀនដោយសារការរស់នៅមានសុវត្ថិភាពដោយសារសង្គមមួយដែលល្អទើបធ្វើឲ្យយើងខ្លាយទៅជាមនុស្សម្នាក់ដែលល្អអញ្ចឹងកតញ្ញូតាធម៌ចំពោះប្រទេសជាតិដោយរបៀបណាតាមរយៈការរស់នៅធ្វើជាបុគ្គលល្អនៅក្នុងសង្គមហើយជួយការងារសង្គមជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យប្រទេសជាតិយើងរីកចម្រើនកុំត្រង់រុងរឿងចាហ្នឹងកតញ្ញូចំពោះជាតិជៀសវាងដាច់ខាតនៅក្នុងសង្គមកុំបង្កបញ្ហាការអាក្រក់នាំរឿងច្របូកច្របល់នៅក្នុងសង្គមពីព្រោះអីវាធ្វើឲ្យប៉ះពាល់កិត្តិយសដល់គ្រួសារនិងនាំភាពអាម៉ាស់ដល់គ្រួសារសូមនឹកចាំពីឪពុកម្ដាយពិសេសថែរក្សាគាត់នៅពេលដែលគាត់ខ្លាយជាចាស់ជរាឬក៏ថែរក្សាគាត់នៅក្នុងពេលបច្ចុប្បន្នហ្នឹងនៅពេលដែលគាត់មានជំងឺឬក៏គាត់មានអារម្មណ៍ថាតែលតោលត្រូវការអ្នកជជែកឬត្រូវការអ្នកនិយាយជួយអារម្មណ៍និងផ្លូវចិត្តរបស់គាត់ជួយគាត់ទាន់ពេលវេលានៅពេលដែលឪពុកម្ដាយមានបញ្ហាចូលរួមពិភាក្សាអំពីវិបត្តិដែលកើតឡើងនៅក្នុងជីវិតរបស់គាត់រក្សាទំនាក់ទំនងជាមួយនឹងគាត់ទោះកាយយើងនៅឆ្ងាយទោះយើងរស់នៅឆ្ងាយប៉ុន្តែយើងនៅចាទំនាក់ទំនងជាមួយគាត់ជាទៀងទាត់បើគាត់មានវិបត្តិឬក៏មានបញ្ហាអីយើងអាចស្ដាប់ឬរួមចំណែកក្នុងការដោះស្រាយទាន់ពេលវេលាអញ្ចឹងក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនៅសប្តាហ៍ក្រោយសូមនាំកូនប្រុសស្រីទាំងអស់រំលឹកដឹងគុណចំពោះលោកឪពុកអ្នកម្ដាយតែបានផ្ដល់កំណើតបំបៅនិងចិញ្ចឹមថែរក្សាកូនពីតូចរហូតដល់ធំអប់រំកូនរៀបចំអនាគតសម្រាប់កូនហើយឪពុកម្ដាយខ្លះបានរៀបចំមរតកនិងអ្វីដែលគាត់ស្រឡាញ់ក្នុងជីវិតរបស់គាត់ផ្ទេរមកកូនដោយសារក្តីស្រឡាញ់គោរពអរគុណលោកឪពុកម្ដាយដែលស្រឡាញ់កូនទាំងអស់គ្នាដោយឥតលក្ខខណ្ឌគឺស្រឡាញ់កូនដោយមិនរំពឹងគិតថានឹងបានអ្វីត្រឡប់មកវិញហើយទោះកូនមានកំហុសក៏នៅតែអភ័យទោសនិងយកចិត្តទុកដាក់ចំពោះកូនជានិច្ចខិតខំរកប្រាក់ដើម្បីឲ្យកូនមានអាហារនិងសម្លៀកបំពាក់ស្លៀកពាក់ស
ស្អាតនឹងគេពេលខ្លះមិនស្អាតប៉ុន្តែស្អាតនៅក្នុងដួងចិត្តកូនពីព្រោះលោកឪពុកម្ដាយជាអ្នកផ្គត់ផ្គង់